មូលហេតុអីដែលខ្ញុំអត់គុំគុណសូណូឯងព្រោះកូននេះវាដូចសូណូឯងពេករាល់ថ្ងៃហ្នឹងទង្វើដែលកូនធ្វើទាំងប្រមាណខ្ញុំមើលឃើញកូនដូចមើលឃើញសូណូឯងអញ្ចឹងដូច 100% សូណូលើសពី 100% ទៀតដូចអត់ខ្លែងហ្មងខ្ញុំឯងអ្នកដែលអយុត្តិធម៌សូណូអយុត្តិធម៌គ្រប់រឿងសូណូគួរដាក់ខួរសូណូគិតអាណិតមេត្តាដល់ខ្ញុំផងសូណូស្ដាប់ឮឲ្យយកខួរនេះមកចាណាខួរជាឪពុកសូណូធ្លាប់និយាយលួងកូនខ្ញុំថាកូនរបស់ខ្ញុំមានឈាមរបស់សូណូឯងតែសូណូឯងកុំយកពាក្យនេះមកទាត់ចោលនៅពេលនេះណាសូណូនិយាយតាម IG ជាមួយកូនណាខ្ញុំហត់ខ្លាំងណាស់សូណូខ្ញុំអត់មានធ្វើដើម្បីខ្លួនឯងទេថ្ងៃស្រីដតីគេមាន make up គេមានគ្រប់យ៉ាងខ្ញុំមិនដែរសូណូសម័យឥឡូវនេះណាខ្ញុំមិនដែរហ៊ានធ្វើអ្វីដើម្បីខ្លួនឯងទេតែខ្ញុំហ៊ានធ្វើឲ្យកូនខ្ញុំគ្រប់យ៉ាងទាំងអស់ចឹងសូណូតម្លាក់ខ្លួនឯងឲ្យពិចារណាផងហើយសូណូជាអ្នកបង្ខំខ្ញុំឲ្យមានថ្ងៃនេះឯណាសូណូពួកយើងព្យាយាមអស់ហើយសំដីខ្ញុំនៅយប់ម៉ោងថ្ងៃមួយដែលខ្ញុំផ្ញើទៅសូណូប្រហែលឃ្លានឹងហើយតែខ្ញុំខ្លាចកូនខ្ញុំលឺខ្ញុំផ្ញើហើយខ្ញុំឃើញសូណូចូលមើលហើយបានខ្ញុំ delete ចោលវិញសូណូអត់ដែរនឹកឃើញផ្ញើលុយឲ្យផងហ្នឹង50រៀល20រៀលទិញម្ហូបក៏អត់នឹកឃើញទេបងប្អូនអត់បាននឹកឃើញទេអ្នកខ្លះគាត់សួរខ្ញុំថាហេតុអីបានកូនស្គាល់ប៉ាកូននៅចាំប៉ាដែរអីចាកូនខ្ញុំមានសតិបញ្ញាល្អតាំងពីក្មេងមកព្រោះពួកខ្ញុំសណូគាត់មើលពួកខ្ញុំកូនអាយុ 4-5 ឆ្នាំហើយបានបែកគ្នាហេតុអីកូនស្រីបងបង្កើតដែលបងពេញចិត្តសុំខ្ញុំឲ្យមានកូនហ្នឹងហេតុអីបងនិយាយថាប្រៀបកូនខ្ញុំទៅអ្នកបើកឡានបងឯងខ្ញុំអត់ចង់ឡាយនិយាយពីបងឯងទាំងអស់ព្រោះខ្ញុំទុកកិត្តិយសឲ្យបងឯងតាំងពីដើមមកខ្ញុំមិនដែរភ័យខ្លាចសូណូទេតែខ្ញុំទុកឱកាសឲ្យសូណូខ្ញុំជាមនុស្សដែលឲ្យឱកាសគាត់បើខ្ញុំអត់ឲ្យឱកាសគាត់គឺខ្ញុំមិនមែនឲ្យសូណូចេញទៅដើរនៅលើវិថីសិល្បៈនេះដោយរលូនហើយខ្ញុំជាអ្នកដើរចេញពីសិល្បៈឯងបងប្អូនសូណូអត់ដែរ say happy birthday ឲ្យកូនទេកូនតែងតែឆាតទៅប្រាប់គាត់មួយរយៈកូនសេពគប់គាត់មួយឆ្នាំ2ឆ្នាំនេះហ្នឹងថា birthday អញ្ចេះ birthday ចុះអញ្ចឹងណាគាត់ក៏គួរតែមានសេចក្តីអំណរមួយឲ្យកូនដែរព្រោះពេលនេះកូនខ្ញុំត្រូវការបងឯងជួយតែខ្ញុំចង់បានចម្លើយបងឯងមួយម៉ាត់ថាបងឯងចង់ឲ្យកូនខ្ញុំដើរត្រឡប់ទៅក្រោយវិញមែនឈប់រៀនត្រឹមហ្នឹងមែនឬក៏ចង់ឲ្យកូនខ្ញុំឈប់ត្រឹមហ្នឹងដោយសារសមត្ថភាពរស់នៅរបស់ខ្ញុំឥឡូវទីតលខ្លាំងហើយក្នុងពេលដែលបងឯងកំពុងហៃសូខ្លាំងបងឯងឲ្យពួកខ្ញុំអត់មានទីជម្រកមែនដែលបងឯងមានផ្ទះវិឡានៅបាទឃើញថាទស្សនិកជនទាំងអស់គ្នាបានទស្សនាពីកិច្ចសម្ភាសជាមួយនឹងបងស្រីច័ន្ទសុផានីរួចមកហើយកាលពីវីដេអូវគ្គមុននោះហើយមុននេះទស្សនិកជនទាំងអស់គ្នាក៏បានទស្សនាពីកិច្ចសម្ភាសខ្លះៗហើយជាមួយនឹងបងស្រីច័ន្ទសុផានីនៅវីដេអូវគ្គ2នេះបាទដូច្នេះចង់នឹងថាតើវីដេអូវគ្គ2នេះបងស្រីច័ន្ទសុផានីនឹងធ្វើការផ្ដល់កិច្ចសម្ភាសដ៏ស៊ីជម្រៅអ្វីខ្លះតាក់ទងជាមួយនឹងលោកសូណូដែលជាអតីតគូស្នេហ៍របស់បងស្រីក៏ដូចជាចង់ដឹងថាតើបងស្រីនឹងធ្វើការបកស្រាយអ្វីខ្លះដែរតាក់ទងជាមួយនឹងកូនស្រីបាទកុំអាខាត់ពេលយូររីករាយទស្សនាជាមួយកិច្ចសម្ភាសជាបន្តផ្ទះតារាព័ត៌មានស៊ីជម្រៅនិងច្បាស់លាស់តម្លៃពិសេសវីឡាភ្លោះវីឡាអេនជែលវីឡាហេរ៉ូនិងផ្ទះអាជីវកម្មបរិយបោះស្វារស់នៅដោយមោទនភាពរស់នៅដោយសុភមង្គលរស់នៅតកូនតចៅស្វាគមន៍មកកាន់ក្រុមហ៊ុនពូកស្តង់ដារថានីដានីចង់បានពូកដែលទន់ប្រាំមិនឈឺខ្នងជាពិសេសមិនមានសម្លេងរំខានកាត់បន្ថយរកបញ្ហាឈឺចង្កេះនិងឆ្អឹងខ្នងដែលយើងមានដូចជាប្រភេទពូក Island ប្រភេទពូកកៅស៊ូដងប្រេងប្រភេទពូក Number 1 Pocket Spring និងប្រភេទពូក Island Color ខទៅទំនងមកបានចង់បានក្បាលពោះរាបស្មើចង់បានដើមទ្រូងធំតាំងណែនមូខ្លំ EL Beauty Clinic អ្នកឯកទេសថែរក្សាសម្រស់ AK7 ជាជំរឿសនៃសម្រស់លោកអ្នក AK7 Fendara ចង់ស្អាតដូចតារាសូមប្រើ AK7 មានគណនី App IE បាយប្រើហើយឬនៅបើសិនជានៅសោះទៅដោនឡូតប្រើទាំងអស់គ្នាតែកុំភ្លេច Add friend មកខ្ញុំផងណាNT Salon មានទទួលធ្វើសក់និងផាត់មុខដោយជាងមានឯកទេសច្បាស់លាស់ BN Production បាទឃើញថាកន្លងមកនឹងលោកសូណូក៏ធ្លាប់បានប្រមានតាមរយៈកូនស្រីនឹងតាក់ទងជាមួយនឹងព័ត៌មានដែលបងស្រីបានធ្វើការវាយប្រហារទៅកាន់លោកគាត់ចឹងនៅពេលនេះបងស្រីបានចេញមុខផ្ទាល់តែម្ដងជាមួយនឹងផ្ទះតារា TV របស់យើងតើចំណុចត្រង់នេះបងស្រីមានការព្រួយបារម្ភពីពាក្យបណ្ដឹងរបស់ខាងលោកសូណូដែរទេតាំងពីដើមមកខ្ញុំមិនដែរភ័យខ្លាចសូណូទេតែខ្ញុំទុកឱកាសឲ្យសូណូដែលគាត់ចង់ប្តឹងខ្ញុំដែលគាត់គម្រាមអីដាក់កូនហ្នឹងអូខេ
គាត់និយាយនឹងធ្វើឲ្យកូនខ្ញុំខ្លាចកូនខ្ញុំភ័យព្រោះគ្នាក្មេងប៉ុន្តែសម្រាប់ខ្ញុំអត់បញ្ហាឯសូណូពេលខ្ញុំបានប្រាប់កូនខ្ញុំអញ្ចឹងដែរតែកូនអត់បញ្ហាឯកូនកុំភ័យម៉ាក់មានតែបនឲ្យមានរឿងនឹងកើតឡើងពីព្រោះខ្ញុំអត់ដែលមានឱកាសនិយាយមួយសូណូផងហ្នឹងបានមានរឿងនឹងកើតឡើងខ្ញុំអចង់ងាប់ហ្នឹងដោយសារអីនេះចង់ដែលកំពុងឲ្យបង្ហាញនេះឥឡូវខ្ញុំរៀបចំពាក្យបណ្ដឹងវិញបើសិនជាបងប្អូនមេធាវីឬក៏រាជអាជ្ញាអង្គណាក៏ដោយមានមេត្តាចំពោះខ្ញុំអត់មានលទ្ធភាពទេពេលនេះរកតែលុយបងថៃផ្ទះក៏អត់មានដែរហើយកូនខ្ញុំកំពុងតែប្រឡងជាប់ scholarship ខាប់របស់គេនេះគាត់ត្រូវទៅប្រឡងនៅក្រៅប្រទេសខ្ញុំអត់មានទាំងលទ្ធភាពទិញសម្បត្តិយន្តហោះឲ្យកូនអត់មានលទ្ធភាពចុះឈ្មោះឲ្យកូនខ្ញុំពិបាកចិត្តខ្លាំងណាព្រោះគាត់ត្រូវបន្តឲ្យខ្ញុំកំពុងតែរលលុយបងផ្ទះអត់បានទេបងប្អូនពួកយើងគិតថាយើងយកលទ្ធផលនេះទៅអួតសូណូដើម្បីឲ្យសូណូបានជួយដើម្បីឲ្យសូណូគិតថាពួកយើងអត់ចោលមិនសៀតទេពួកយើងលំបាកមែនតែពួកយើងប្រឹងតែសូណូចុចបិទទូរស័ព្ទរបស់កូនមិនទទួលទូរស័ព្ទរបស់កូនមិនចង់ដឹងថាកូនទទួលលទ្ធផលបែបណាព្រោះគេខ្លាចខ្ញុំសុំលុយគេតែខ្ញុំសុំមែនពេលនេះខ្ញុំសុំព្រោះខ្ញុំចង់ឲ្យកូនរបស់ខ្ញុំរស់នៅក្នុងកម្រិតមួយក្នុងនាមជាកូនរបស់សូណូតារាល្បីហាយសូណូខ្លាចខ្ញុំអត់បានអាម៉ាស់សូណូខ្លាចអ្នកដតីអត់ដឹងថាខ្ញុំក្រលហាមមែនទេតោះតែចង់ឲ្យខ្ញុំមកហែកខ្លួនខ្ញុំអញ្ចឹងមែនបានសូណូសុខចិត្តហើយខ្ញុំអត់ដែលបង្រៀនកូនឲ្យចេះកុហកអីតែបងឯងនិយាយពាក្យដាក់កូនថាកុំកុហកប៉ាកូនឯងកុំកុហកប៉ាកូនប្រាអត់ចេះកុហកទេអត់កុហកទេម៉ាមីដឹងអត់បានទេតែបងឯងបង្រៀននិយាយពាក្យនឹងដដែលព្រោះបងឯងតាំងចិត្តហើយរឿងថ្ងៃនេះដែលខ្ញុំនិយាយនេះក៏សូណូតាំងចិត្តឲ្យខ្ញុំកើតឡើងដែរព្រោះសូណូដុតខ្ញុំតាំងពីសារព័ត៌មានមុនចេញមកដុតបង្ខំវាយកូននៅក្នុងសារឆាតជាមួយកូនខ្លាំងគឺបងឯងបង្ខំឲ្យខ្ញុំចេញមុខមកបាទខ្ញុំបាទសូមសួរត្រង់ទៅកាន់បងស្រីផ្ទាល់តែម្ដងថាកន្លងមកហ្នឹងលោកសូណូធ្លាប់បានផ្ដល់ថវិកាជួយមកទម្រប់បំរុងកូនស្រីរបស់បងស្រីដែរទេកន្លងទៅគឺអត់ដែរទេប៉ុន្តែដូចខ្ញុំជំរាបអញ្ចឹងថាពួកយើងជួបគ្នាចៃដន្យនៅថ្ងៃឆ្លងឆ្នាំនៅខេត្តសៀមរាបក្នុងពេលមួយនោះហើយគាត់ក៏បានទំនាក់ទំនងមកកូនខ្ញុំគាត់ជាក្មេងស្រីដែលឆ្លាតគាត់ឃើញការរស់នៅរបស់ខ្ញុំមានការលំបាកគាត់ថាប៉ាឲ្យការជួយរបស់គាត់នឹងមិនជាច្រើនប៉ុន្តែវាច្រើនក្នុងពេលដែលគេជួយយើងគិតថាជាទឹកចិត្តរបស់គេប៉ុន្តែពេលខ្លះគាត់ទៅជាគិតរឿងការជួយរបស់គាត់នឹងទៅជារឿងមួយដែលគាត់មានកិត្តិយសមានតម្លៃអស្ចារ្យមហាសាលមកលើខ្ញុំនិងកូនដែលជាគ្រួសារតូចមួយរបស់គាត់ពួកខ្ញុំដូចអ្នកសុំទានពេលខ្ញុំដូចចូលមើលសារវាគួរឲ្យឈឺចាប់ណាស់សម្ដីគាត់ពេលឲ្យមកកូនម្ដងនោះខ្ញុំដឹងថាកូនខ្ញុំអ្នកសុំគាត់ទេមិនមែនគាត់មានទឹកចិត្តឲ្យទេខ្ញុំឃើញហើយខ្ញុំអត់ហ៊ានឲ្យកូនគិតថាខ្ញុំដឹងថាប៉ាគិតអាក្រក់មិនទេព្រោះកូនខ្ញុំអត់យល់ខ្ញុំលួងកូនរហូតថាកូនកុំសុំលុយប៉ាអីកូនប៉ាខ្វះខាតដែរពេលខ្លះគ្នាពិបាកគ្នាខំប្រឹងធ្វើការទេវតាលើក្បាលខ្ញុំបើខ្ញុំមិនខាត់កូនកុំឲ្យសុំលុយសូណូដំបូងខ្ញុំទទួលយកព្រោះខ្ញុំឃើញកូនយកឲ្យខ្ញុំគិតថាសូណូឲ្យនៅពេលខ្ញុំលួចចូលមើលសារមនុស្សយ៉ាងពេលខ្លះយើងចង់ដឹងណាអ្នកណាមិនដឹងអីដូចខ្ញុំរឿងកូនខ្ញុំតែម្ដងខ្ញុំចង់ដឹងណាខ្ញុំអត់អាចទេខ្ញុំហួងហែងកូនខ្លាំងណាស់បងប្អូននៅគ្រប់សាលារៀនរបស់កូនខ្ញុំសួរទៅខ្ញុំទៅសកប់អង្គុយចាំកូនខ្ញុំជូនកូនខ្ញុំដាក់ខ្ញុំខ្វល់ណាព្រោះខ្ញុំស្គាល់សង្គមរបៀបម៉េចចឹងខ្ញុំគិតពីកូនខ្ញុំខ្លាំងណាស់ព្រោះខ្ញុំអត់ចង់ឲ្យកូនខ្ញុំមានវិបដិសារីដូចខ្ញុំអញ្ចឹងទេជីវិតខ្ញុំដែលដើរខុសរាល់ថ្ងៃនេះខ្ញុំទុកជាបទពិសោធន៍សម្រាប់ឲ្យទៅកូនស្រីរបស់ខ្ញុំខាត់កូនឈប់កូនកុំសុំលុយប៉ាកូនអាណិតប៉ាធ្វើការហត់ចេះប៉ុន្តែសនុអត់បានយល់ពួកខ្ញុំទេសនុនេះសម្ដីពិតរបស់ខ្ញុំមិនមែនខ្ញុំឲ្យកូនទៅសុំបងទេតែខ្ញុំអាណិតកូនស្រីខ្ញុំវិញទេដែលគាត់យល់ពីខ្ញុំទៅសុំបងឯងហើយសុំវល់បងឯងទៀតកុំឲ្យម៉ាមីដឹងថាកូនសុំប៉ាសូណូបងឯងដែលដឹងថាកូនបងឯងចេះប៉ុណ្ណាខ្ញុំអាម៉ាស់ខ្លាំងពេលនេះខ្ញុំពិតជាអាម៉ាស់ខ្លាំងបាទនៅពេលដែលយើងបានធ្វើកិច្ចសន្និសនាជាមួយនឹងបងស្រីមួយសន្ទុះធំនេះឃើញថាខ្ញុំចាប់អារម្មណ៍នៅត្រង់ចំណុចមួយដែលបងស្រីមានប្រសាសន៍ថាកូនស្រីដែលបានកើតឡើងជាមួយនឹងលោកសូណូនេះគឺជាអ្វីដែលលោកសូណូបានចង់ឲ្យវាកើតឡើងមកគាត់ស្រឡាញ់កូនស្រីទៅបងស្រីនឹងសម្រេចចិត្តថាយកកូនរួមគ្នាទៅ
ចាប់តាំងពីបងស្រីបានសម្រាកូនស្រីរបស់បងស្រីមកធំប៉ុណ្នេះតើលោកសូណូធ្លាប់មានការបែកបាក់ថ្នាក់ថ្នមដល់កូនស្រីដែលទេមុនពេលដែលបងស្រីបានបែកបាក់គ្នានេះបាទ បើត្រឡប់ទៅអតីតកាលរបស់ពួកយើងវិញគឺគាត់ក៏ជាឪពុកល្អម្នាក់ប៉ុន្មានពួកខ្ញុំរស់នៅជាមួយគាត់10ឆ្នាំគឺសូណូអត់មានបញ្ហាអីជាមួយគ្នាទេក្នុងការរស់នៅរបស់ពួកខ្ញុំនិងគាត់ក៏ជាដៃគូល្អម្នាក់របស់ខ្ញុំដែរហើយគាត់ជាមនុស្សប្រុសល្អដែរនៅពេលនោះគាត់ខ្ញុំសម្រាកូនមើលកូនគឺគាត់ជាមនុស្សដែលស្រឡាញ់កូនប៉ុន្តែដោយសារពួកយើងមានរនាំងជីវិតចូលមកដល់ក៏បានបែកបាក់គ្នាទៅពួកយើងក៏បញ្ចប់ជីវិតរស់នៅដល់ឥឡូវ10ឆ្នាំនេះហ្នឹងប៉ុន្តែខ្ញុំគ្រាន់តែឆ្ងល់ថាហេតុអីក៏សណូគាត់អត់នឹកឃើញអនុស្សាវរីយ៍ដែលគាត់ធ្លាប់ស្រឡាញ់កូនដែលធ្លាប់មើលថែកូនគាត់ស្រឡាញ់កូនបងប្អូនគាត់ថែកូនណាសំបីតាមអ្នកនៅជាមួយលៀងកំប៉ុងដោះគោកូនគាត់មិនឲ្យធ្វើផងគាត់លៀងខ្លួនឯងគាត់ស្ទីមខ្លួនឯងគាត់ take care អនាម័យកូនណាប៉ុន្តែគាត់ជាប្តីល្អដែរប៉ុន្តែខ្ញុំអត់ទៀមទាចង់ឲ្យគាត់ត្រឡប់មកវិញទេបងប្អូនកុំយល់ច្រឡំខ្ញុំគ្រាន់តែនិយាយពីអតីតកាលរបស់គាត់ក៏មិននិយាយពីអាក្រក់របស់គាត់ទេគ្រាន់តែយើងមានល្អនិងអាក្រក់តែប៉ុណ្្នឹងអញ្ចឹងនេះគ្រាន់តែថាសួរខ្ញុំអញ្ចឹងខ្ញុំក៏ឆ្លើយបែបហ្នឹងមកដល់ឥឡូវគាត់គួរយកអតីតកាលល្អដែលគាត់ធ្លាប់ស្រឡាញ់កូនមើលថែកូនហ្នឹងមកជួយជ្រុំជ្រែងកូនទៅពេលនេះកូនខ្ញុំកំពុងតែដើរទៅមុខសុំគុំបង្អាក់ដំណើរកូនអីសូណូខ្ញុំសុំវ៉សូណូមានចំណូលខ្ពស់ណាស់កុំយល់លេខថាសូណូអត់មានអីទាំងអស់សូណូមាន business ក្នុងដៃអញ្ចឹងជួយក្នុងលក្ខខណ្ឌមួយជាសូណូតារាចម្រៀងស្រុកខ្មែរម្នាក់ដែរកុំយកភាសាមកនិយាយថាខ្ញុំមានលទ្ធភាពជួយប៉ុណ្ណេះអត់ទេណាសូមជួយឲ្យដូចដែលខ្ញុំចិញ្ចឹមកូន10ឆ្នាំមកនេះផងសូមជួយបន្តពីពេលនេះតទៅសម្រាប់កូនផង ចុះប្រសិនបើការអំពាវនាវរបស់បងសេដ្ឋការលោកសូណូនេះនៅតែលោកសូណូមិនចូលខ្លួនមកដោះស្រាយមិនចូលខ្លួនមកចូលរួមចិញ្ចឹមកូនស្រីហើយនៅតែមិនអើពើដោយដែលអ្វីដែលគាត់បានធ្វើរាល់ថ្ងៃនេះសម្រាប់បងស្រីវិញតើបងស្រីនឹងធ្វើអ្វីបន្តទៀត អ្វីដែលខ្ញុំចង់បានពីគាត់នៅពេលនេះខ្ញុំក៏ចង់ឲ្យសណូភ្ញាក់ខ្លួនដែរខ្ញុំចង់ឲ្យ ផ្ទះតារាព័ត៌មានស៊ីជម្រៅនិងច្បាស់លាស់តម្លៃពិសេស Villa Plus Villa Angel Villa Hero និងផ្ទះអាជីវកម្មបរិយបោះស្បារស់នៅដោយមោទនភាពរស់នៅដោយសុភមង្គលរស់នៅតកូនតចៅ ស្វាគមន៍មកកាន់ក្រុមហ៊ុនពុកស្តង់ដារថានីដានីចង់បានពុកដែលតុនប្រាមិនឈឺខ្នងជាពិសេសមិនមានសម្លេងរំខានកាត់បន្ថយរកបញ្ហាឈឺចង្កេះនិងឆ្អឹងខ្នងដែលយើងមានដូចជាប្រភេទពូក Island ប្រភេទពូកកៅស៊ូដងប្រេងប្រភេទពូក Number 1 Pocket Spring និងប្រភេទពូក Island Color ខលទៅទំនងមកបាន ចង់បានក្បាលពោះរាបស្មើចង់បានដើមទ្រូងធំតាំងណែនមូខ្លំ EL Beauty Clinic អ្នកអាចទៅថែរក្សាសម្រស់ AK7 ជាជំរឿសនៃសម្រស់លោកអ្នក AK7 Fan Dara ចង់ស្អាតដូចតារាសូមប្រើ AK7 មានគណនី app AI បាយប្រើហើយឬនៅបើសិនជានៅសោះទៅ download ប្រើទាំងអស់គ្នាតែកុំភ្លេច add friend មកខ្ញុំផងណា NK Salon មានទទួលធ្វើសក់និងផាត់មុខដោយជាងមានឯកទេសច្បាស់លាស់ BN Production ផ្ទះតារាព័ត៌មានស៊ីជម្រៅនិងច្បាស់លាស់